ដល់យើងទៅរៀនជាមួយនឹងបងជូទាំងអស់គ្នាអក្សរឆអក្សរឆសត្វអីគេកូនបាទអក្សរឆគឺសត្វឆ្មាអញ្ចឹងកូនស្គាល់ហើយសត្វឆ្មាអក្សរនេះគឺជាអក្សរឆអញ្ចឹងកូនចេះសរសេរអក្សរឆអស់គ្នាហើយនៅសួស្តីកូនទាំងអស់គ្នាអញ្ចឹងថ្ងៃនេះមកជួបជាមួយនឹងបងជ្រូកទៀតហើយបងជ្រូកនឹងនាំកូនទៅរៀនសរសេរអក្សរឆទាំងអស់គ្នាអក្សរឆរបស់យើងមាន7ចលនាអញ្ចឹងយើងចាប់ផ្ដើមសរសេរទាំងអស់គ្នាដោយចាប់ផ្ដើមពីចលនាទី1ទាញពីលើចុះក្រោមចលនាទី2គួយពីក្រៅចូលមកក្នុងហើយចូលដល់ចលនាទី3ទាញពីឆ្វេងមកស្ដាំចលនាទី4ទាញពីក្រោមឡើងលើនិងចលនាទី5គឺគួយចូលទៅក្នុងរីឯចលនាទី6និងចលនាទី7គឺយើងដាក់សក់អញ្ចឹងកូនរៀនសរសេរតាមចលនាពីចលនាទី1ដល់ចលនាទី7បានត្រឹមត្រូវទាំងអស់គ្នាតោះអញ្ចឹងមកជ្រូកចាប់ដើមហើយយើងសរសេរអក្សរឆចាប់ដើមពីចលនាទី1ទាញពីលើចុះក្រោមចលនាទី2គួយពីក្រៅចូលមកក្នុងចលនាទី3ចលនាទី3ឬចលនាទីម៉ានកូនបើគឺចលនាទី4និងចលនាទី5គឺគួយចូលក្នុងចលនាទី6ចលនាទី7គឺយើងដាក់សក់បាទអញ្ចឹងអក្សរឆយើងគឺរួចរាល់ហើយបន្តមកទៀតយើងនឹងសរសេរអក្សរឆទាំងអស់គ្នាបន្តទៀតគឺចលនាទី1ទាញពីលើចុះក្រោមចលនាទី2គឺយើងគួយពីក្រៅចូលក្នុងហើយចលនាទី3ទៅមកទៀតចលនាទី4ទាញពីក្រោមឡើងទៅលើបន្តមកទៀតគឺចលនាទី5គឺយើងគួយចូលក្នុងហើយចលនាទី6និងចលនាទី7គឺយើងដាក់សក់ចឹងកូនត្រូវរៀនសរសេរអក្សរឆឲ្យបានស្អាតទាំងអស់គ្នាអញ្ចឹងបងជ្រូកសរសេរអក្សរឆរួចរាល់ហើយនៅឡើយតែកូននៅផ្ទះបានសរសេរហើយនៅអញ្ចឹងបន្ទាប់ពីយើងសរសេរអក្សរឆឲ្យបានស្អាតទាំងអស់គ្នាហើយគឺយើងធ្វើការផាត់ពណ៌អញ្ចឹងនៅផ្ទះមានខលូទៀនអត់អញ្ចឹងមកជ្រូកផាត់ពណ៌លឿងយើងផាត់ឲ្យបានត្រឹមត្រូវពីចលនាទី1ចលនាទី1ហើយគឺចូលដល់ចលនាទី2បន្តមកទៀតចលនាទី2ចលនាទីម៉ាន់បាទគឺចលនាទី3ចូលដល់ចលនាទី3ចឹងកូនត្រូវរៀនផាត់ឲ្យបានស្អាតទាំងអស់គ្នាណាចលនាទី3ហើយចលនាទីម៉ាន់កូនបាទគឺចលនាទី4ចលនាទី4ហើយទី4រួចគឺយើងចូលដល់ទី5ចូលដល់ចលនាទី5បន្តមកទៀតគឺយើងដាក់សក់ដែលជាចលនាទី6ហើយនឹងចលនាទី7អក្សរនេះបងជ្រូកបញ្ជាក់ម្ដងទៀតយើងអានថាអក្សរឆចឹងកូនស្គាល់អក្សរឆទាំងអស់គ្នាហើយឆគឺឆ្មាឃើញទេអក្សរឆយើងគឺរួចរាល់បាទអក្សរឆរបស់យើងរួចរាល់អស់ហើយចឹងកូនរួចរាល់អស់ហើយនៅអញ្ចឹងបន្ទាប់ពីយើងផាត់ពណ៌អស់ហើយកូនត្រូវប្រើដីឥដ្ឋនៅផ្ទះមានដីឥដ្ឋអត់កូនត្រូវប្រើដីឥដ្ឋដើម្បីលុញអំបូរមូលហើយបង្កើតជាអក្សរឆឲ្យបានស្អាតទាំងអស់គ្នាអញ្ចឹងថ្ងៃនេះមានប៉ុណ្្នឹងឯងបាយជួប
គ្នានៅវីដេអូក្រោយ